ตอนนี้สมกะเลยแต่มือเรื่องในขังปอยแปดบาเรื่องในปอยแปดหนึ่งมุ้ยบทตามสนับไปเชียร์ปรวดได้ต่อว่ารวมจมวยหนึ่งอาญาถกกรองทุกการที่ก้นตะลือปลิกรองปอยแปดสบามได้โดยซาแต่กอดอนุวัตในเตะวิธีในการจับเจ้าใบเนี่ยแปะปอนหนึ่งปัญหาเจ้าระกรรมแต่ตีบ่มพดวิธีอ้อยเนี่ยรองครูได้เหมือนดังเรื่องไอ้นู้chỉ chiêng một tô nóត្រូវជាប់គុកបាទទូទាំងជនរឿងរ៉ាវនេះគឺកំពុងតែមានការភ្ញាក់ផ្អើលនៅឯខាងក្រុងប៉ោយប៉ែតហើយប្រជាពលរដ្ឋបានធ្វើការតវ៉ាប្រឆាំងជាមួយនឹងប៉ូលីសដែលគាត់ធ្វើខុសនីតិវិធីរួមជាមួយនឹងអាជ្ញាធរក្រុងក៏បានណែនាំទៅខាងប៉ូលីសនឹងដែរហេតុអីបានជាមិនព្រមស្ដាប់បាទឈ្មោះតែមង៉ែតជាជាងធ្វើម៉ូតូនៅក្រុងប៉ោយប៉ែតនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាទដោយចោតប្រកាន់ថាពាក់ព័ន្ធខុបខិតផ្សំគំនិតជាមួយនឹងក្រុមចៅពីផលចោរកម្មបាទប៉ុន្តែអ្វីដែលយើងចង់ជម្រាបជូននៅពេលនេះទូទាំងជននេះលោកងៅមេងជួនអភិបាលក្រុងប៉ោយប៉ែតលោកបានជួបជាមួយនឹងប្រជាពលរដ្ឋនៅពេលដែលពួកគាត់បានទៅតវ៉ានៅមុខសាលាក្រុងតែម្ដងទាមទារឲ្យលោកប៉ូលីសដោះលែងជាងម៉ូតូម្នាក់បាទដែលប៉ូលីសបានចាប់ខ្លួនដោយគ្នាមិនមានទោសពីអីមូលហេតុដែលនាំឲ្យប៉ូលីសឈានទៅដល់ការចាប់ខ្លួនជាងម៉ូតូដោយសារតែមានក្រុមចៅលួចម៉ូតូ3នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទថាទទួលផលតែដែលចោទថាពីបទចោរកម្មបាទប៉ុន្តែពេលនោះក្រុមចៅវាគ្រាន់តែឆ្លើយប្រាប់ថាម៉ូតូដែលវាលួចបានពីគេនោះយកទៅធ្វើនៅកន្លែងជាងតែមង៉ែតហ្នឹងទៅធ្វើម៉ូតូព្រោះម៉ូតូហ្នឹងវាខូចហើយយកទៅឲ្យជាងធ្វើប៉ុន្តែគ្រាន់តែក្រុមចៅឆ្លើយថាទៅធ្វើកន្លែងជាងនោះប៉ូលីសទៅចាប់មេជាងធ្វើម៉ូតូហ្នឹងតែម្ដងឥឡូវយើងសួរទាំងអស់គ្នាថាតើសមហេតុផលអត់នៅពេលដែលជាងម៉ូតូធម្មតាទេអ្នកណាយកទៅម៉ូតូទៅធ្វើក៏គាត់ធ្វើដែរហើយគាត់ក៏មិនមានសិទ្ធិឯណាទៅសួរគាត់ថាសួរអ្នកម្ចាស់ម៉ូតូថាអ្នកលោកយកម៉ូតូមកធ្វើនេះម៉ូតូចោលឬមិនចោលវាមិនដែរជាងណាគេទៅសួរអញ្ចឹងទេបាទហើយនៅពេលដែលចាប់គ្នាយកទៅហើយទៅដាក់គុកបាត់ទៅហើយសួរទៅថារឿងនីតិវិធីរបស់តុលាការណាបើអញ្ចឹងជាងក៏ដោយអ្នកលក់ក៏ដោយអ្នកទិញក៏ដោយបាទគាត់តែរបស់របរប៉ុណ្ណឹងបែរជាខ្លួនទៅជាប់គុកហើយដោយមិនមានការស្រាវជ្រាវនិងស៊ើបអង្កេតឲ្យច្បាស់លាស់ថាតើបើសិនជាទទួលផលចោរកម្មអានឹងត្រូវពាក់ព័ន្ធហើយប៉ុន្តែគ្នាគ្រាន់តែធ្វើម៉ូតូដែលម៉ូតូខូចតែប៉ុណ្ណឹងហើយទៅជាប់គុកដែរនេះឥឡូវប្រជាពលរដ្ឋគាត់ទៅតវ៉ាដល់ក្រុងអញ្ចឹងលោកងៅមេងជួនអភិបាលក្រុងគាត់ថាសូមឲ្យកុំឲ្យប៉ូលីសធ្វើឲ្យមានរឿងច្រើនពេកនៅឯក្រុងប៉ោយប៉ែតរឿងណាខ្លះដែលវាមិនមែនជារឿងពិតគួរបញ្ចប់ទៅកុំបង្កបញ្ហាជាមួយប្រជាពលរដ្ឋច្រើនពេកផលវិបាកអ្នកណាគឺអាជ្ញាធរមូលដ្ឋាននឹងតែម្ដងឥឡូវបើសិនជាបុគ្គលមនុស្សមេជាងម៉ូតូនេះគាត់ជាមនុស្សខូចអាក្រក់សួរថាប្រជាពលរដ្ឋមកភូមិមកគ្រប់គ្រងហ៎បាទប្រជាពលរដ្ឋដែលគ្រប់គ្រងចោលហ៎បើចាប់បានចោលមានតែវាយថែមប៉ូលីសអត់ទៅទាន់ឯងសុយងាប់ទៀតបើចោះហេតុអីគ្រាន់តែគ្នាធ្វើម៉ូតូគេយកម៉ូតូមកធ្វើសោះទោះបីម៉ូតូនឹងជាម៉ូតូចោលហើយប៉ុន្តែគ្នាអ្នកធ្វើរឿងអីដែលឲ្យមានទោសតែបើសិនជាជាងនេះខុបខិតផ្សំគំនិតចោរកម្មណែឲ្យបានមកយកមកធ្វើឡើងឯងទៅឲ្យចាំលក់ចៃគ្នាណារកឃើញអាចំណុចហ្នឹងអាហ្នឹងគេថាផ្សំគំនិតជាមួយនឹងចោរតែឥឡូវចោរបានឆ្លើយទៅប្រាប់ថា
ở đây không quan là thưa thò mà ná chiêng nó ăn miên mà ban lụi mới không phỏng chấm lái và năng ta hai à lâu xua lúc Attica phải ta à năng đi tê vị thi bỏ tờ la cả nồng phân đề chẳng nào bên đi tê vị thi ở chụp cục chẳng đôi bảo bạ từ tua đáy nữa nghe ba về khơi xóa phân đề biết giang hói bầm phốt có dương tơ bị cha là na nâng bị nứt ơi chứ ba hầm pi đào chom thì xảy rương on hết thì xảy rương này mình từ dây control công cháu đấy mình dây control công cháu là cam khung cân xóm của nó vui công cháu đi bàn tay khi ông dây đi khi ông ca pí khai cái này để khmiên tu bây giờ sao khmiên cầm ho ấy sao đây chỉ từ chụp cúc rồi hãy đo lên chỉ thô đừng thực bạ mà nắng khi ông mình control đấy và bàn tay bản sân chỉ rồi khơi để phò tăng cướp con thả chiêng mô tô đi bất chia khung cân xóm cầm nứt cháu là cam nông phò tinh phò cháu là cam bất bộ cọt men nẹm miền tôi bao nẹm miền tôi bàn tay lấy khang chỉ vài cọng của quạt tha bậc khi ăn miền này phong mấy cổng phom đòn lên bự lì nè bây giờ trẻ bạn đi rừng được pòi pai tôi tên này chuẩn khiếm đỏ về khơi chân tới và nâng chìa từ dây com trô bự lì để quạt chập cháu plon mấy cái vừa ta cần na bỏ lòng kế khiếm và một đông ai cái xa đầm bay đặt bản tục lực khi ở chọp quốc hai chia đầm bay chỉ thô đo về những chia thô tức bạ nâng khiếm ở thế chứ là đừng com trô ấy thế chia bộ rọt khiếm bộ rọt khmer được kia hãy xua tới lúc nè bong phố ôn sạch nhiệt ở bọc luôn cho bờ sân sạch nhiệt ở bọc lúc bờ ly vinh nè cô xa ở bọc lúc nè mình bẹ pon chỉ môi nâng bơ plan tê bàn tay tờ ban cái co sang sầm nông rương mui đợi đạp bẩn tục ở dương chọp ta dương miên vào bờ đệ ra đây thế dương của chơi sứ chát này dương của miên bong phố ôn này bàn tay dương trong ban rút để thoa thằng ở cái này miên để na mũi trong ban phía bà rút để thoa thì mà lư lên từ crom này bắt là mưa nó không dùng cung ngất crom cho lui cho plon nâng bởi sao tại vì ở kết bi kết từ vô cây chứ mua nâng mình kết đầm pi phò passport này dùng cung chiết dương nó hai ban thì từ bậc bứt âm pơ cọ nó không dùng cung là thừa cái sự học phường và bàn tay trong phố bờ chia bờ rót đại quạt miền sài đây thay thâu bờ chia bờ rót đại quạt bờ chia bờ rót đò slow trăng dương mình cua thua ba quạt đi còn mọi quạt khơi quạt slow trăng bay chỉ tròn thém mà nó bờ chia rút để thoa chỉ ba chia đầu crop đợt nôm từ lúc nhẹ với nhau bài chẳng thế xôm thua rằng ná oi bờ chia bờ rót bờ dương đo đâu cái đây tục chặt phong ấy lâu ní lúc ở bà krong ngao mình chuôn có quạt xôm on ra cung bật thêm tiền đây quạt mưa khơi thao về on miền khơi cầm ho chẳng men chẳng còn ta chiêng khi vô một tô một phơ để ta khi miền sứt để na ta xua cái ta này anh một tô trao đưa một tô mình trao mình chẳng ơi mình trả một tô cái on chặt đó ấy mà hay sạch trai chỉ một chai ly này với này quạt chia trao chia pun quạt em tao rằng ban prap hong mê tha poli po sừng cắt poi pai nâng ban prap quạt tha đây quạt nâng mình miên pẹ pon chỉ môi nâng crom trao lui một tô kia nô tê hay đây quạt nâng poli bị chun tao tala ca ba đây và lâu poli nó có ban đo đây ở pot đây bố ta cần đo đây tala cá pot bị đây poli hay và chẳng rung tao ơi tao tala cá nó thua tam thì tây vị thi tiết tầm hôm thì tây vị thi thư chánh đăng miền tu mình miền tu chọp bị bay khai tiết việc can ta sau sòng đây sầm rạp nhẹ trâu tiết vàนี่เรื่องเราปล่อยไปตัวแต่ในชนแต่เรานี่อยากจะมือแต่ใต้จงกร้อยการดอสไลยังไม่ไปพัวแล้วกรมปรึกษากรมปล่อยไปโดนจมูกหนึ่งครั้งจะไว้กรมปล่อยไปนั่นก็ส้มอันตรายกุมอ้อยครั้งปลีนั่นดอเลงมาวันนี้พวกกี่อัดแปะปอนนี้ดอเลงยี่เต้าเนี่ยน่าแปะปอนจอบจ่อมันกรมโตเจ้าที่มานี่ครั้งกรมปล่อยไปก็บานเลือกหลังจังนะต่อ
ចាឥឡូវយើងចូលទៅករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញបន្តទៀតគឺករណីបើកបរមិនគោរពច្បាប់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាបណ្ដាលរងរបួសធ្ងន់2នាក់បរិមម្នាក់និងស្ត្រីម្នាក់រងរបួសធ្ងន់ខណៈដែលម៉ូតូ2គ្រឿងបុកគ្នាកាលពីវេលាម៉ោង 5:15 នាទីល្ងាចថ្ងៃទី 14 តុលានៅចំណុចផ្លូវលេខ 2011 ភូមិគោកឃ្លៀងសង្កាត់ភ្នំពេញថ្មីខណ្ឌហ្វេនហ្វុងតាមប្រភពព័ត៌មាននៅកន្លែងកាត់ហេតុប្រាប់ឲ្យដឹងថាមុនពេលដែលកាត់ហេតុឃើញស្ត្រីម្នាក់ជិះម៉ូតូ City Plus ពណ៌ក្រហមម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងលើផ្លូវបញ្ច្រាស់ទិសដៅចរាចរណ៍ខណៈដែលមកដល់ចំណុចខាងលើបានទៅបុកម៉ូតូ Fame 125 ពណ៌ខ្មៅ Free Phone 13បើកដោយបរិះម្នាក់ក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យដួលម៉ូតូទាំងពីរគ្រឿងរងរបួសធ្ងន់ទាំងពីរនាក់តាមសម្ដីសមត្ថកិច្ចប្រាប់ថាស្ត្រីជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍មានឈ្មោះឡាំណារុនអាយុ 37 ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិគោកឃ្លៀងសង្កាត់ភ្នំពេញថ្មីខណ្ឌហ្វេនហ្វុករងរបួសជើងឆ្វេងធ្ងន់ចាចំណែកអ្នកបើកម៉ូតូ Honda Dream ឈ្មោះលៀបចាន់នីអាយុ 28 ឆ្នាំកម្មករសំណង់ស្នាក់នៅម្ដុំចាផ្លូវសូឡានៅមានស្រុកកំណើតនៅខាងស្រុកចានៅខាងខេត្តស្វាយរៀងរងរបួសជើងខាងស្ដាំធ្ងន់ដែរហើយក្រោយពេលដែលកាត់ហេតុអ្នករងរបួសទាំងសងខាងត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យរៀងខ្លួនដែលឡែកម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចចុះវវែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌហ្វេនហ្វុកចាមករឿងទៀតករណីម្ដាយរងចាំកូនដោះស្រាយរឿងកូនចោតប្រកាន់បង្ករបួសស្នាមរហូតសន្លប់ស្ត្រីវ័យចំណាស់ម្នាក់ខណៈដែលអង្គុយរងចាំដោះស្រាយរឿងកូនប្រុសដែលទទួលរងការចាប់ប្រកាន់ពីបទបង្ករបួសស្នាមអស់រយៈពេលជិត24ម៉ោងហើយនៅតែចរចាមិនត្រូវគ្នារហូតដល់ស្ត្រីជាម្ដាយងងឹតមុខចាសន្លប់ឆឹងនៅមុខទីស្នាក់ការប៉ុស្តិ៍ចាំចៅកាលពីវេលាម៉ោង 6:30 នាទីព្រលប់ថ្ងៃទី 14 តុលាក្នុងខណ្ឌពោធិ៍សែនជ័យស្ត្រីជាម្ដាយឈ្មោះនាងមុំអាយុ43ឆ្នាំរបស់កសិកររស់នៅភូមិអង្គបាក្រៀមចាឃុំចង្រុកស្រុកកងពិសីខេត្តកំពង់ស្ពឺហើយតាមសម្ដីសាច់ញាតិបានឲ្យដឹងដែរថាស្ត្រីខាងលើគឺមានអាការៈដួលសន្លប់បន្ទាប់ពីគាត់មកដោះស្រាយរឿងកូនប្រុសរបស់គាត់ដែលទទួលរងការចាប់ប្រកាន់ពីបទបង្កហិង្សាកាលពីវេលាម៉ោង 10 យប់ថ្ងៃទី 13 ខែតុលាកូននិងក្មួយរបស់ស្ត្រីរូបនេះមានចំនួន 3 នាក់ទី1ឈ្មោះទី1អាយុ 17 ឆ្នាំឈ្មោះហ្វេងហ្វារ៉ាត់ភេទប្រុសចាហើយដែលត្រូវជាក្មួយហើយទី2ឈ្មោះម៉ៅប៊ុនហ្វារ៉ាក់ភេទប្រុសអាយុ 19 ឆ្នាំត្រូវជាក្មួយទី3ឈ្មោះរីរ៉ូភេទប្រុសអាយុ 20 ឆ្នាំត្រូវជាកូនទាំង3នាក់គឺជាបងប្អូនចរនមួយមានមុខរបរជាជាងឈើដែលស្នាក់នៅភូមិជ្រៃកោងសង្កាត់ចំចៅចាហើយមុនពេលដែលកាត់ហេតុឈ្មោះរីរ៉ូបានដើរមកមើលចាគេរំធំបាសនៅភូមិព្រៃលវាសង្កាត់ចំចៅចាត្រឡប់ទៅបន្ទប់ជួលវិញហើយលុះមកដល់មុខចាយានដ្ឋានជួសជុលរថយន្តនៅតាមផ្លូវភូមិព្រៃលវាស្រាប់តែក្រុមជាងក្នុងយានដ្ឋាននោះចេញមកដល់ក៏ចាប់ឃាត់ហ្វូធ្វើការចាប់ប្រកាន់ចាថាយុវជនឈ្មោះរីរ៉ូបានគប់ដុំថ្មនិងវាយទៅលើជាងម្នាក់បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរដេកជាង30ធ្នេនិងមានបែកកញ្ចក់រថយន្តនៅក្នុងយានដ្ឋានទៀតផងហើយក្រុមជាងជួសជុលរថយន្តក៏បាននាំគ្នាវាយមកលើឈ្មោះរីរ៉ូបណ្ដាលឲ្យរងរបួសក្បាលនិងដៃរួចនាំគ្នាចូលទៅយានដ្ឋានវិញចំណែកឈ្មោះរីរ៉ូបានស្រែកឲ្យបងប្អូនចរនមួយពីរនាក់ដែលស្នាក់នៅបន្ទប់ចាជួរក្បែរយានដ្ឋាននោះបានចេញមកមើលឃើញប្អូនប្រុសរងរបួសក៏នាំចូលទៅក្នុងផ្ទះជួរស្រាប់តែលិចមុខក្រុមជាងជួសជុលរថយន្តមកម្ដងទៀតតាមវាដល់បន្ទប់ផ្ទះជួរត្រូវបានម្ចាស់ផ្ទះជួរនោះរាយការណ៍ប្រាប់សមត្ថកិច្ចធ្វើការឃាត់ខ្លួននាំយកទៅហ្វាក់ហ្វូននៅប៉ុស្តិ៍ចំចៅហើយតាមសម្ដីរបស់បរិះម្នាក់ឈ្មោះភោគដាណេតអាយុ 28 ឆ្នាំជាជាងជួសជុលរថយន្តដែលស្នាក់នៅក្នុងយានដ្ឋានបាននិយាយអះអាងថាក្រុមយុវជនទាំង3នាក់ខាងលើបានធ្វើសកម្មភាពគប់និងវាយទៅលើក្រុមជើងជួសជុលរថយន្តបណ្ដាលឲ្យជាម្នាក់ឈ្មោះហ្វាថាភេទប្រុសអាយុ 28 ឆ្នាំស្នាក់នៅក្នុងយានដ្ឋានរងរបួសក្បាលធ្ងន់ធ្ងរដេក30ធ្នេត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនចាបាទនេះគាត់តែចំនួនទាស់តែងគ្នាតែចាបាទរំវងអីគាត់ថាគាត់មកមើលរំវងប៉ុន្តែករណីនេះចង់និយាយថាម្ដាយគាត់ស្លាប់ដោយសារតែមកដោះស្រាយរឿងកូនដែលត្រូវគេចោទប្រកាន់ណាថាបានវាយទៅលើក្រុមជាងជួសជុលរថយន្តអញ្ចឹងទៅបានថារឿងហ្នឹងមិនពិតគាត់ចូលមកដោះស្រាយគាត់ក៏ស្លាប់ចាបាទរឿងរ៉ាវនៅតាមបណ្ដាជនបទខេត្តក្រុងមួយចំនួនគឺតែងតែកើតឡើងនៅរឿងរ៉ាវបែបនេះជាច្រើនវាយតប់គ្នានៅពេលដែលមានពិធីបុណ្យផ្សេងៗរំវងបាទហើយម្ដាយពុកជួនកាលពេលខ្លះអត់ដឹងថាកូនឯងហ្នឹងវាកាយសាហាវនៅខាងក្រៅចានេះទេកូនខ្លះទៀតវាតាមកលងធွာកលងអង្គលកូនខ្លះទៀតវាមិនតាម
về bạt cha tại một mai ấu bàn tay đào về chênh vì nâng tới về thư nẹ lế nhọ và chuyên cá về khá mà đai phục khá can chương côn kho và đời sao đang giải cam mà phép côn thư nó càng càng đôi chỉ rương mà sao mà ngay miền bong xây mà nẹ môi chỉ mũi bong ôn quạt rồi nâu khăn nông sừng cắt nâu khăn nông sừng cắt viên pun bà nâu khang khăn pệch phần nâu môi dùng sao tẹt tôn nâng rương côn bùng rụt khnia côn pro quạtอายุ16 ឆ្នាំកូនស្រីគេអាយុ15ឆ្នាំចាវាសិតតែវ័យមិនតាន់គ្រប់ចឹងបាទតែវាគ្រប់សម្រាប់គ្នាវាប៉ុន្តែគាត់តាមច្បាប់វាមិនតាន់គ្រប់ចាបាទរឿងហ្នឹងវាប្រហាក់ប្រហែលនឹងរឿងនៅឯខាងកំពង់ស្ពឺចាបាទដែលកូនពង្រត់គ្នាទៅបាត់ជាប់គុកម្ដាយចាប៉ុន្តែនេះអត់ជាប់គុកម្ដាយទេប៉ុន្តែជាប់គុកកូនប៉ុន្តែអ្វីដែលគាត់និយាយមកខ្ញុំគាត់ថាចោតឲ្យរឿងរំលោភវាអត់ត្រូវដោយសារបញ្ហាទី1 2នាក់ហ្នឹងវាស្រឡាញ់គ្នា2នាក់ហ្នឹងស្រឡាញ់គ្នាហើយស្រឡាញ់គ្នាហើយម្ដាយនេះវាចាត់ទុកថាម្ដាយគាត់ខ្លាចផ្លូវច្បាប់ខំទៅប្រាប់មេឃុំវាលពុនទៅប្រាប់មេឃុំថានៅកូនគេនេះមកផ្ទះខ្ញុំមកនៅផ្ទះខ្ញុំលោកមេឃុំលោកចៅសង្កាត់ឥឡូវសង្កាត់ឯងមិនឃុំទេលោកចៅសង្កាត់ជួយដឹងឮផងដល់ចៅសង្កាត់នេះគាត់ប្រាប់ចេះតែអើយបាច់លីលាក់អក្សរទេក្មេងៗវាស្រឡាញ់គ្នាអញ្ចឹងហើយវាមានតែអីអត់មានទោះទណ្ឌអីទេតែខាងស្រីហ្នឹងមកនៅផ្ទះខាងប្រុសចាវាស្រឡាញ់គ្នាក្មេងៗស្រឡាញ់គ្នាអញ្ចឹងតែភូមិខាងប្រុសហើយនិងភូមិខាងស្រីហ្នឹងវានៅជិតគ្នាដែរទេមិនឆ្ងាយទេតែឥឡូវកូននឹងជាប់គុកហើយនៅខេត្តកណ្ដាលគាត់មកយំសោកត្រង់ថាគាត់ចង់និយាយថាចោតតាក់ទងនឹងបទរំលោភវាមិនត្រូវព្រោះ2នាក់នឹងស្រឡាញ់គ្នាហើយគាត់រហូតដល់ជូនកូននឹងទៀតថាខ្លាចខាញ់វារឿងរ៉ាវគាត់ជូនកូននឹងទៅដល់ផ្ទះថាមកយកទៅនេះកូននេះឯងនេះចាដល់ទីបំផុតក្រោយមកជាបាក់បែកគ្នាចឹងទៅស្រាប់តែខាងកូនខាងប្រុសនេះតាក់តងគ្នាចឹងទៅជិះម៉ូតូទៅដប់គ្នាទៅបាត់ទៅបាននេះខំប្រឹងដើររយអីរកឃើញចឹងទៅយកមកដើម្បីឲ្យចែកទៅខាងម្ដាយខាងស្រីម្ដាយខាងប្រុសចែកនេះបាក់ឡងបានខាងស្រីគេដឹងជាប់គុកកូនបាត់ទៅកាលពី2អាទិត្យមុនហ្នឹងបាទអញ្ចឹងគាត់ចង់និយាយថាលោកវិធីទៅរំលោភទន្ទឹមនឹងការចាប់រំលោភគេចោទតែចាប់រំលោភតើរំលោភនោះក្នុងរូបភាពអីខ្លះដែលយើងថារំលោភបើពាក្យសាមញ្ញឲ្យងាយយល់ឈ្មោះថារំលោភគឺការបង្ខំបាទដោយមិនមានការព្រមព្រៀងពីភាគីម្ខាងតែយើងបង្ខំគេបើថាព្រមព្រៀងទៅទាំងពីរហើយអានឹងនឹងបង្ខំអីទេវ៉ៃទៅលើរដ្ឋីមុខវិភាគរឿងរំលោភល្អអញ្ចឹងបើមិនថាអញ្ចឹងវាកុំឲ្យខូចទៅខាងប្រុសវិញពេលខ្លះទៅផ្ទះសំណាក់ទៅអូតែនទៅឲ្យកាន់ដៃឲ្យគ្នាទៅសងតន់ចូលបន្ទប់ផងបឺតមាត់ពីខាងក្រៅទៅហើយហ្នឹងឲ្យថារំលោភទៀតណាអាហ្នឹងកុំឲ្យខូចទៅខាងឈ្មោលយើងនិយាយអស់អញ្ចឹងមកណាយល់វាជាខុសច្រើនពេកតែមិនលើកទឹកចិត្តឲ្យខាងបរោះយើងនេះចេះទៅរំលោភគេទេបាទអញ្ចឹងហើយបានជាមានមហាជនគាត់ច្រើនដែលគាត់សួរមកខ្ញុំតាក់ទងអំពីបញ្ហារឿងរំលោភអស់ហ្នឹងគាត់អ្នកខ្លះទៀតទៅប្តឹងប៉ូលីសថាបងអើយរំលោភខ្ញុំឥឡូវនោះសូមប្តឹងយប់មិញហ្នឹងអូ8ខែហើយរំលោភ8ខែហើយចុះបើ8ខែមកប្តឹងទៅរបស់យកអីអត់ទេមកប្តឹងលោកប៉ូលីសថាគាត់រំលោភ8ខែប៉ុន្តែឥឡូវនោះវាខានឃើញទៅរំលោភចង់ប្តឹងលោកប៉ូលីសឲ្យទៅរំលោភអានឹងវាប្តឹងអញ្ចឹងដល់ប្តឹងចាប់គ្នាដាក់គុករំលោភ8ខែអញ្ចឹងដូចវាអត់ទំនងទេវិញលេងសើចទៅអូកុំឲ្យវាកើតទុកពេកណាបាទព្រោះឥឡូវនេះវា
ការតាមដានតាមបច្ចេកប្រព័ន្ធបច្ចេកវិទ្យានឹងវាជាន់ខ្ពស់ចាបាទអីក៏ដឹងដែរចាអីតិចដឹងចុះបើឥឡូវតិចបោះ Facebook ប្រាវមកណាចង់ងាប់បោះប្រាវមកចាប់ដើមស្អែកឡើងថាលេងងាប់វិញខ្លះទៀតត្រូវការអីនិយាយនឹង Facebook វ៉ាវមកតែម្ដងហើយខ្លះទៀតឥឡូវអត់ដឹងពុនអីឥឡូវដាក់ GPS តាមទៀតឥឡូវដឹងសពដឹងគ្រប់ឥឡូវ GPS មិនមែនដាក់តែបាត់ម៉ូតូនឹងឡានទេណាដាក់បាត់ប្រពន្ធក៏ដាក់បានដែរបាត់ប្តីអីហ្នឹងបើខលចូលក្នុងឡានលឺចានិយាយអីលឺទាំងអស់ហើយយ៉ាត់យ៉ែងតែខ្ញុំដាក់ GPS ដែរប៉ុន្តែតែបើសិនជាត្រូវការទៅយើងជិះរមាក់ហើយឡានទុកឡានកន្លែងដល់គេដល់ពុនមើលមកឡានចុះបើវាថ្ងៃហ្នឹងអូធ្វើការទៅសកម្មហ្នឹងឡាននៅកន្លែងឡើយអត់ទេបាទរយៈមុនមានរឿងអញ្ចឹងដែរនោះចាឡានយកទៅផ្ញើនៅអីខាង Foria Mall យកទៅផ្ញើហើយជិះម៉ូតូដប់ជិះរហូតដល់ប្រពន្ធដាក់ម៉ូតូដប់តាមតាដល់ដាក់ម៉ូតូដប់ដែរដឹងណែផ្ញើឡានកន្លែងនេះហើយជិះអីគេទៅខាងណែនៅតែគេតាមតនតែគេចង់ដឹងគេដឹងចាហើយអ្នកខ្លះអត់ដាក់ GPS ទេប៉ុន្តែនាំរឿងចូលផ្ទះមកដល់ផ្ទះអត់បានមើលផ្លាកលេខឡានខាងក្រោយគេគ្របអាផ្លាកលេខឡានខោទំនាប់តែវាអត់បានមើលចូលទៅឡើងទប់ឯណាហ្នឹងទៅរឿងរបស់គាត់ស្ងាត់ស្ងៀមយើងមិនដឹងទេហើយមិនថាខាងសន្តិសុខនេះគឺខំយកកណាត់ទៅគ្របផ្លាកលេខដល់តែផ្លាកលេខពីមុខបំពីក្រោយផងដល់ពេលចាប់ដើមចុះឡើងនោះបើកមុខផ្ទះគឺមិនដឹងអើយសើចទេមកវិញដល់ហើយមកវិញផ្ទះឡើងតែមកអត់ដឹងថាអាលីអូដាក់ផ្លាកលេខឡានពីមុខចងាងអាខាងក្រោយសរងតែជិះជាប់ពីដើមមកដោះស្រាយមានចេញណាទោះបីស្រាយចេះថាឥឡូវមកវាមកតាមព្រែកលៀបមកមុខខ្យល់ភ្លៀងមកជាប់មកវាប៉ើងមកជាប់អាក្រោយដល់ដោះបានអាក្រោយជាប់មុខអាមុខជាប់ប៉ើងបែបវានេះច្បុកច្បល់គ្នាប៉ើងបាំងចំតែផ្លាកលេខណាអូថាទៅជាប់អាក្រោយខំដោះអាក្រោយស្រាប់តែជាប់មុខអីជាប់ដែរនឹងតាំងពីកាលណាអើយបាទចឹងចេះមានរឿងចឹងបានយាយខ្ញុំនិយាយលេងកលមុនតែមិនមែនរឿងលេងចាប់តែមកផ្ទះវិញចំបលយោមិនក៏ម្ដងនោះលីអូផ្កាវ៉ៃយល់ឡំលីអូយូរទៅអញ្ចឹងទៅឥឡូវតរឿងទៀតតែរឿងវាចាឥឡូវចូលទៅរឿងមួយទៀតលោកច្រើនពេកធុញករណីរថយន្តលីហ្វីចូលចិត្តដែរអញ្ចឹងលេខកើតឡើយចូលស្អីមលោបចូលចិត្តដែរអញ្ចឹងមែនអីចាំមកស្ងាត់ស្ងៀមចាឥឡូវចូលទៅរឿងបន្តទៀតករណីរថយន្តលិចហ្វីបុកម៉ូតូរងរបួសធ្ងន់2នាក់ស្ត្រីម្នាក់និងបរិសម្នាក់ស្លាប់ស្ដុកស្ដឹងខណៈដែលរថយន្តលិចហ្វីបើកលឿនពេកទៅបុកម៉ូតូពេញទំហឹងកាលពីវេលាម៉ោង 12:05 នាទីរំលងអត្រាឈានចូលថ្ងៃទី 15 ដុល្លារនៅចំណុចផ្លូវលេខ 432 កែ155 កែវិទ្យាល័យទួទំពូងកាទូទំពូងទី 1 ខណ្ឌចំការមនហើយប្រភពព័ត៌មានได้ដឹងថាមុនពេលដែលកើតហេតុរថយន្តបង្កម៉ាកលិចហ្វីOX 300ពណ៌ខ្មៅបបោពីជើងទៅត្បូងហើយមកដល់ចំណុចខាងលើរថយន្តចាបើកលឿនពេកបានបើកឆ្លងផ្លូវទៅបុកម៉ូតូ Honda Dream Free 012ពណ៌ខ្មៅជិះពីអ្នកហ្វ្រេមម្នាក់ប្រុសម្នាក់បើកបោះលើផ្លូវលេខ 432 ពីកាតលិចបណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ហើយក្រោយពេលដែលកាត់ហេតុរថយន្តបង្កបើករត់គេចបាត់ស្រមោលរីឯអ្នករងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះយកទៅព្យាបាលនៅ Clinic ឯកជនចំណែកម៉ូតូយកទៅរហ្វាទុកនៅប៉ុស្តិ៍ទួលទំពូងទី 1 ករណីមួយទៀតរថយន្ត RAV4 បើកបុកក្បាលអ្នកពុះចៃផ្លូវចាករណីបរិសម្នាក់ស្រវឹងស្រាបើករថយន្តទៅបុកក្បាលអ្នកពុះចៃផ្លូវបណ្ដាលឲ្យត្រេតកាលពីវេលាម៉ោង 1:10 នាទីរំលងអត្រាឈានចូលថ្ងៃទី 15 ដុល្លារមុខផ្ទះលេខ 298 អឺរ៉ូសង្កាត់បឹងផលិតខណ្ឌ 7 មករាប្រភពព័ត៌មានបានឲ្យដឹងថារថយន្តបង្កម៉ាក RAV4 ពណ៌ខ្មៅបបោដោយបរិសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីកាតលិចហើយមកដល់ចំណុចខាងលើស្រាប់តែរថយន្តរើចង្គោទៅបុកក្បាលអ្នកពុះចៃផ្លូវធ្វើឲ្យត្រេតហើយរថយន្ត
នៅអត់តាន់អស់លបឿនទៀតបានជ្រុលទៅបុកខឿនចិញ្ចើមផ្លូវធ្វើឲ្យរថយន្តដាច់កលេកង់មុខចំហៀងខាងឆ្វេងបើកទៅមុខលេរួចហើយក្រោយពេលដែលកើតហេតុអ្នកបើរថយន្តបង្កបានគេចខ្លួនបាត់ចំណែករថយន្តបង្កវិញត្រូវសមត្ថកិច្ចផ្ទុះយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាចាយើងបញ្ចប់ត្រឹមប៉ុណ្្នេះទៅយើងដូចជាម៉ោងយើងពេកចាបាទអរគុណទូទាំងអ្នកជនលើនេះសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នាបន្តទៀតបាទ